Hello មកថ្ងៃនេះទាំងអស់គ្នាថ្ងៃនេះមកញ៉ាំជក់ឲ្យសបកលឹកមួយខ្ញុំមកឥឡូវចាប់ផ្ដើមរដូវក្តៅហើយ spring time ហ្នឹងអញ្ចឹងគឺទៀតហ្នឹងគឺសបកលឹកញ៉ាំហ្នឹងសូវថ្លៃខ្លាំងទេនេះសបកលឹកខ្ញុំធ្វើហើយខ្ញុំបង្ហាញបងប្អូននេះសបកលឹកហូបលេងខ្ញុំចូលចិត្តញ៉ាំមកនេះស៊ីញ៉ាំជូរល្មមប្រហែលជា3ថ្ងៃហ្នឹង2ថ្ងៃមានតែអត់មានថ្ងៃទេញ៉ាំខ្ញុំមកដាក់គ្រឿងអីទេស្រង់តែពីកែវមកហូបបណ្ដោយពោះស្អាតណាស់អញ្ចឹងយើងត្រូវការសន្សំសំចៃម្ដាយហើយផងដែរប៉ុន្តែនេះខ្ញុំធ្លាប់ហូបតាំងពីទូចអញ្ចឹងទៅគឺធម្មតាឲ្យតែទិញអាឡឹកទៅហូបគឺខ្ញុំធ្វើជក់រហូតហ្នឹងអញ្ចឹងទៅខ្ញុំយកស្លម្ជូរយកស្ងោរស្រោបធ្វើអីចឹងណាមិនថាសន្សំសំចៃប៉ុន្តែចែកដល់ហើយរបស់ហ្នឹងយើងចូលចិត្តស្រាប់ហ៎អញ្ចឹងទៅគឺស្រួលក្នុងការហូបហ្មងខ្ញុំឲ្យតែទិញអាឡឹកគឺខ្ញុំហូបតែសាច់ហើយសបកខ្ញុំយកទុកធ្វើអីហូបហើយឆ្ងាញ់ណាស់ស្លម្ជូរក៏ឆ្ងាញ់ហើយបើថាយើងស្រោបមីឬមួយក៏យកមកស្លស្ងោរជ្រក់ក៏ឆ្ងាញ់ដែរនិយាយរួមយកមកជំនួសចង់ស្អីក៏បានដែរតែខ្ញុំចូលចិត្តភាគច្រើនគឺស្លម្ជូរហើយនឹងធ្វើជ្រក់ជ្រក់ខ្ញុំចូលចិត្តហើយខ្ញុំហូបលេងរហូតភាគច្រើនតែពេលខែក្តៅខ្ញុំអត់សូវទិញជ្រក់គេញ៉ាំទេគឺខ្ញុំហូបជ្រក់បែបនេះពីព្រោះមានថ្ងៃហាលធ្វើជ្រក់យើងធម្មតាហ្មងមិនតែបើថាដល់ខែត្រជាក់ខ្ញុំភាគច្រើនខ្ញុំធ្វើគីមជីហូបអញ្ចឹងណាប្រហែលខែត្រជាក់យើងធ្វើគីមជីស្រួលតែខែក្តៅអីមានថ្ងៃយើងធ្វើជ្រក់យកទៅហាលថ្ងៃទៅញ៉ាំបានរហូតហ្មងអាជ្រក់បែបនេះមិនតែសបកលឹកក៏ធ្វើបានដែរទៅសក់ស្ពៃក្តោបផ្កាស្ពៃអាខៀវអាខៀវហើយនឹងអាសក៏ធ្វើបានផ្កាស្ពៃហើយអា asparagus ក៏ធ្វើបាននិយាយរួមឲ្យតែបន្លែគ្រប់មុខចង់គ្រប់មុខទាំងអស់ក៏ធ្វើបានដែរបន្លែណារៀងស្រួយខ្ញុំចូលចិត្តជ្រក់ឲ្យនេះបែបនេះខ្ញុំចូលចិត្តជាងគេគឺសបកលឹកនិងជក់តសក់ហើយខាត់ណានេះជ្រក់ខាត់ណាស្ពៃហើយនឹងគួយគឺឆ្ងាញ់ហ្មងហើយវាល្អជាងយើងជ្រក់ដាក់ទឹកខ្មេះបើនេះយើងទៅដាំទឹកអង្ករទៅចាក់ដាំទឹកអង្ករមួយអំបិលហើយទុកត្រជាក់ហើយយើងចាក់ចូលទៅហាលថ្ងៃតែ3ថ្ងៃ4ថ្ងៃយ៉ាងយូរបើញ៉ាំហើយដូចខ្ញុំនេះ4ថ្ងៃមិនបានហូបពីព្រោះវាអត់សូវមានថ្ងៃតែចឹងទៅរៀងយូរតែបើថាយើងមានថ្ងៃរហូតដល់កន្លែងផ្សេងដាក់តែ2ថ្ងៃយ៉ាងយូរបើញ៉ាំហើយអានេះហើយលាយជាមួយមកដាំខ្ទឹមម្ទេសម្សៅសូប៊ីចេងដាក់មកអូយហូបជាមួយត្រីម៉ែឆ្ងាញ់មែនណាតែខ្ញុំអត់មានហ៎អញ្ចឹងខ្ញុំធ្វើនឹងដើម្បីយកញ៉ាំលេងមកសមវិញនឹងយកហូបជាមួយបាយហើយនឹងជៀនសាច់ជ្រូកក៏ឆ្ងាញ់ដែរធ្វើតែបង្កើតម្សិលមិញអញ្ចឹងទៅស្រង់សាកមានអីឆ្ងាញ់តើដាក់ជាមួយប៊ីចេងម្សៅស៊ុបអីចឹងទៅម្ទេសហើយនឹងខ្ទឹមទៅប្រឡាក់ហើយខ្ញុំជៀនសាច់ជ្រូកហើយហូបមួយសាច់ជ្រូកបាយមានអីឆ្ងាញ់មួយយ៉ាងនិយាយរួមគឺវាអត់ណាស់ណាទេអង់គ្លេសគេហៅ simple វាអត់ណាស់ណាអត់ fancy អីទេប៉ុន្តែគឺវារសជាតិឆ្ងាញ់ឆ្ងាញ់របៀបមួយយ៉ាងដែលយើងថាកម្របានហូបអញ្ចឹងឲ្យតែរដូវក្តៅម្ដងខ្ញុំសប្បាយចិត្តក្នុងការធ្វើចេះហូបមកប្រទេសខ្ញុំធ្វើនេះមិនធ្វើធំអរគុណដែលបានចូលមើលជួបគ្នាពេលក្រោយទៀតបាយបាយ